សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025មានដូចតទៅរបបខ្យល់មូសុងអេសានបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអានដាមែននិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025មួយតំបន់វាលទំនាបសីតុណ្ហភាពមធ្យមបរិមា20អង្សាសេនិងសីតុណ្ហភាពមធ្យមបរិមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូរមានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញពុំមានភ្លៀងធ្លាក់ទេពីតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមបរិមា19អង្សាសេនិងសីតុណ្ហភាពមធ្យមបរិមា28អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសឧត្តរមានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញពុំមានភ្លៀងធ្លាក់ទេ3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមបរិមា20អង្សាសេនិងសីតុណ្ហភាពមធ្យមបរិមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសអាគ្នេយ៍មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមបរិមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមបរិមា 1.50 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានសូមអរគុណ